តែយើងត្រូវ combine multiple worksheet with different column header ចូលទៅក្នុង one table ទៅក្នុង Power BI យ៉ាងដូចម្ដេចតោះកុំឲ្យខាតពេលយូរយើងចូលទៅកាន់មេរៀនរបស់គ្នាសួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះផងដែរខ្ញុំនឹងចែករំលែកអំពីរបៀបនៃការ combine multiple worksheet នេះយើងមាន worksheet ចំនួន5នៅក្នុង worksheet នីមួយៗនោះគឺយើងមាន header នេះខុសគ្នាដោយដែលអ្នកទាំងអស់គ្នាបានឃើញសម្រាប់ worksheet Jan 2025នេះយើងមាន column year month day production quantity unit and unit price worksheet ផ្ទាំងកិច្ចការ Jan 2025នេះ column C គឺ date column D គឺ product ចំណែកឯផ្ទាំងកិច្ចការ sheet 2025នេះ column C ជា product វិញរីឯ column D ជា date ហើយ column E column S ហ្នឹងគឺដូចនឹង column Jan 2025ដែរចំណែកឯ sheet March 2025វិញយើងមាន column A year B month C date D product ប៉ុន្តែយើងមានបន្ថែមនៅ column មួយទៀតគឺ target sold នេះដែល column ដែល sheet Jan and Feb 2025នេះមិនមានទេរីឯ March យើងមាន column មួយទៀតយើងមាន target ចំណែកឯ April វិញគឺដូចនឹង March 2025ដែរប៉ុន្តែសម្រាប់ May វិញយើងមាន column ថែមមួយទៀតគឺទាក់ទងនឹង profit 10% អញ្ចឹងបើយើងកលេចទៅមើលមកមានន័យថា column Jan ហើយនិង Feb នេះដូចគ្នាប៉ុន្តែខុសគ្នាត្រង់ថា column day ហើយនិង column date ហើយនិង column product នេះគឺវានៅខុសគ្នាចំណែកឯផ្ទាំងកិច្ចការ March នេះគឺយើងមានបន្ថែមនៅ column មួយទៀតដែល worksheet Jan and Feb នេះមិនមានគឺ target sold ចំណែក April នេះគឺដូចនឹង March ដែរតែចំណែក May វិញគឺយើងមានបន្ថែមនៅ column មួយទៀតគឺ profit តើយើងធ្វើយ៉ាងដូចម្ដេចដើម្បី combine multiple worksheet ទាំងអស់ហ្នឹង with different column header នេះចូលទៅក្នុង Power BI ចឹងកុំឲ្យខាត់ពេលតោះយើងចូលទៅកាន់ Power BI ទាំងអស់គ្នាអញ្ចឹងយើងចូលមក Power BI អញ្ចឹងដើម្បី import raw data បានយើងចូល get data នេះក៏បានចូល get data នេះក៏បានអញ្ចឹងប្រភេទ data ដែលខ្ញុំ import ចូលហ្នឹងគឺជាប្រភេទ Excel workbook អញ្ចឹងខ្ញុំចុចលើ Excel នេះក៏បានដែរបន្ទាប់មកយើងទៅ select ផ្ទាំងកិច្ចការណាមួយដែលយើងចង់ import វាចូលអញ្ចឹងខ្ញុំចុចទៅលើ monthly stock inventory នេះហើយបន្ទាប់មកខ្ញុំចុច open ដល់ពេលយើងចុច open វានឹងបង្ហាញនៅ sheet ទាំង5ដែលមាននៅក្នុង table ហ្នឹងអញ្ចឹងយើង select ទាំងអស់មកបន្ទាប់ពីយើង select មកយើងចាប់ផ្ដើមចូល transform data បន្ទាប់ពី transform data មកអ្នកទាំងអស់គ្នាឃើញអត់ information preview refresh have work cancel disable download data previous in background is in accept seen only one previous be allow refresh ចឹងមានន័យថាសម្រាប់ data នេះគឺស្គាល់តែ chain មួយទេសម្រាប់ចំពោះ column ប្រមាណនេះប៉ុន្តែសម្រាប់ប្រមាណ worksheet ដែលមានហ្នឹងគឺវាអត់ស្គាល់ទេអញ្ចឹងយើងអាចធ្វើ transform បានទេអញ្ចឹងយើងលុប step មកឧទាហរណ៍ថាឥឡូវ Jan នេះស្គាល់ហើយអញ្ចឹងយើងចូលទៅលើ table ណា worksheet ណានេះអ្នកទាំងអស់ដែលគ្នាបានឃើញទេ worksheet ណាដែលចេញសញ្ញាសួរនេះយើងចុចទៅលើ worksheet មួយហ្នឹងអញ្ចឹងសម្រាប់ដែល worksheet Jan នេះមិនចេញសញ្ញាសួរមានន័យថា
data ហ្នឹងគឺបានស្គាល់ហើយមានន័យថាអត់មានភាព error ទេប៉ុន្តែសម្រាប់ប្រមាណ data ហ្នឹងគឺវា error ដោយសារតែ format ហើយនឹង column header លំដាប់នៃ column ហ្នឹងគឺវាមិនដូចគ្នាទៅនឹង format តែមួយរបស់ chain ទេគឺយើងមាន time យើងមានផ្លាស់ប្ដូរទីតាំងរបស់វាអញ្ចឹងទៅអញ្ចឹងដើម្បី command បានទី1យើងត្រូវចូលទៅ remove នៅសញ្ញាសួរនឹងចេញសិនឬក៏ error information នឹងចេញសិនអញ្ចឹងដើម្បី remove បានយើងចុចទៅលើ query មួយណាដែលយើងចង់ remove ឬក៏យើងចូលទៅលើ query មួយណាដែលមានសញ្ញាសួរនេះដើម្បីចូលទៅ remove ឧទាហរណ៍ថាខ្ញុំចាប់ដើម remove ពី April នេះទៅអញ្ចឹងខ្ញុំចុចលើ query ហ្នឹងទៅហើយបន្ទាប់មកអ្នកទាំងអស់គ្នាកលេចមើល apply step នេះអញ្ចឹងអ្នកទាំងអស់គ្នាចុចកន្លែងសញ្ញាខ្វែងនេះដើម្បីលុប step change time អញ្ចឹងបន្ទាប់ពីយើងលុប step change time មកមានន័យថា data ហ្នឹងគឺអត់ error ទេហើយបន្ទាប់មកយើងចូលទៅលុបបន្ទាប់ទៀតទៅលើ Excel មួយទៀត Excel worksheet មួយទៀតនេះអញ្ចឹងយើងធ្វើដូចគ្នាអញ្ចឹងគឺយើង delete នៅកន្លែង apply step នេះយើង delete នៅ step change time នេះមកអញ្ចឹងសម្រាប់ match នេះគឺយើងធ្វើដូចគ្នាដែរហើយសម្រាប់ main នេះក៏ដូចគ្នាដែរយើងចូលទៅ delete change time អញ្ចឹងមាន data ហ្នឹងគឺស្គាល់អស់ហើយប៉ុន្តែសួរថា data ហ្នឹងទៅជា one table នៅអត់ទេ data ហ្នឹងគឺមាន different table មានន័យថា table ផ្សេងគ្នា table April table Feb table March table Jan and table May វាមិនស្ថិតនៅក្នុង table តែមួយទេអញ្ចឹងដើម្បី combine table ហ្នឹងបានយើងចុចលើ query មួយណាក៏បានដែរប៉ុន្តែខ្ញុំចង់ចុចទៅលើ query ដើមខែមករាបន្ទាប់ពីយើង select ទៅលើ query ដើម chain មកយើង select មើលកន្លែង combine នេះអញ្ចឹងយើង select មើលកន្លែង home tab កន្លែង home tab នេះមកអ្នកទាំងអស់គ្នានឹងឃើញ combine នៅខាងលើនេះគឺហៅ merge query អានេះជាបាច់បញ្ចូលគ្នាប៉ុន្តែនៅកន្លែងនេះគឺយើងអត់យក merge query ទេគឺយើងចូល append query assume អញ្ចឹងពីរហ្នឹងខុសគ្នាមិនឧទាហរណ៍ថាបើសិនខ្ញុំយក append query នេះមានន័យថា data ប្រមាណផ្សេងដែលខ្ញុំ import ចូលហ្នឹងវានឹងចូលទៅក្នុង table chain នេះប៉ុន្តែអត់ទេខ្ញុំអត់ចង់បានអញ្ចឹងទេខ្ញុំចង់បង្កើតនៅ query មួយថ្មីទៀតដែល command ទៅលើតែ command ទៅលើទិន្នន័យទាំងអស់ហ្នឹងអញ្ចឹងខ្ញុំចុច chain នេះមកបន្ទាប់មកខ្ញុំចុច append query អញ្ចឹងបើសិនអ្នកទាំងអស់គ្នាចង់ combine បញ្ជាក់ម្ដងទៀតបើសិនអ្នកទាំងអស់គ្នាចង់ combine data របស់ table បាទ April Feb March and May នេះចូលទៅក្នុង query យើងចុច append query នេះមកតែបើសិនយើងចង់បង្កើតនៅ table ថ្មីមួយទៀតដែល combine នៅ sheet ទាំង5ហ្នឹងគឺយើងចុចនៅ append query assume នេះមកអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំអត់ចង់ combine data ហ្នឹងចូលជាមួយខែ Jan នេះទេគឺខ្ញុំចង់បង្កើតនៅ table ថ្មីមួយទៀតតែម្ដងអញ្ចឹងខ្ញុំចូល append query assume អញ្ចឹងខ្ញុំ select លើ Jan ហើយបន្ទាប់មកខ្ញុំចុចកន្លែងចំណុចនេះមកហើយខ្ញុំចុច append query assume នៅពេលដែលយើងចុច append query assume មកវានឹង load នៅ information មួយទៀតទាក់ទងនឹង content net row from two table into a single table នេះគេថាការភ្ជាប់ row មួយពី table 2ចូលទៅក្នុង table មួយអញ្ចឹងអានេះបើសិនយើង select two table នេះមានន័យថាអានេះ chain អញ្ចឹងបើសិនយើងចង់មានតែ combine តែ2ទេ chain and Feb អញ្ចឹងយើងដាក់ second table នេះ Feb មកឬក៏យើងចង់ combine ជាមួយនឹងអីគេ March ឬក៏ April អញ្ចឹងយើង select ទៅលើ April ហ្នឹងមកប៉ុន្តែបញ្ជាក់បើយើងយក two table នេះគឺយើង combine បានតែ table ទី1និង table ទី2ទេបញ្ចូលគ្នាប៉ុន្តែក្នុងករណីនេះគឺខ្ញុំអត់ចង់ combine បែបហ្នឹងទេគឺខ្ញុំចង់ combine នៅ table ទាំងអស់នេះដែលយើងបានឃើញនេះចូលទៅក្នុង one table អញ្ចឹងអ្នកទាំងអស់គ្នាកន្លែង tick ទៅលើចុចទៅលើ 3 ឬ or more table នេះមកនៅពេលដែលអ្នកទាំងអស់គ្នាចុច more or 3 or more table នេះអ្នកទាំងអស់គ្នានឹងឃើញ available table និង table to append
available table នេះគឺ table ដែលយើងបានឃើញបង្ហាញនេះហើយបន្ទាប់មកតើយើងចង់យក table មួយណាដើម្បី append ទៅ table ថ្មីហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បង្ហាញទៅលើ table ទាំង5នេះអញ្ចឹងខ្ញុំចុចមកខ្ញុំ add មួយទៀតខ្ញុំ add ទៀតអញ្ចឹង Jan Feb March April ហើយនិង May អញ្ចឹងខ្ញុំ append ហើយបន្ទាប់មកខ្ញុំចុច OK អញ្ចឹងអ្នកទាំងអស់គ្នាបានឃើញអត់អញ្ចឹងមានន័យថាយើងបាន append ហើយអញ្ចឹងសម្រាប់ column ទី1គឺ year column ទី2គឺ month column ទី3គឺ date នេះអ្នកទាំងអស់គ្នាឃើញ column ទី4គឺ product ដោយសារយើងមិញយើងយក base ទៅលើ column base ទៅលើ format របស់ chain ហើយបន្ទាប់មកយើងនឹងមាន quantity យើងមាន unit price ហើយយើងមាន total price យើងមាន target show ហើយនិង profit ដូចនឹងអ្វីមានន័យថាវានឹង combine ទៅលើ table ទាំងអស់ហ្នឹងហើយសម្រាប់ table ណាដែលវាមិនមានវានឹង add up បន្ថែមនៅ column ណាដែល column chain មិនមានហ្នឹងគឺវា add up បន្ថែមទៅ column បន្ទាប់នេះដូចឧទាហរណ៍ថាដូច target show ឬក៏ profit ជាដើមដែល column chain នោះមិនមាន header ហ្នឹងទេមិនមាន column ហ្នឹងទេអញ្ចឹងវានឹង add up បញ្ចូលអញ្ចឹងបន្ទាប់មកខ្ញុំចាប់ផ្ដើមកែ format ហ្នឹងទៅឧទាហរណ៍ដូច date នេះខ្ញុំចង់ដូរទៅជាគេ date ហើយបន្ទាប់មកខ្ញុំចង់ដូរ quantity នេះទៅជា whole number unit price នេះទៅជា decimal place ដោយសារចំនួនមានក្បៀស total price នេះខ្ញុំអាចដូរទៅ currency target sold នេះចំនួននេះខ្ញុំដូរទៅជា whole number អញ្ចឹងទៅ profit យើងដូរទៅជា percentage អីចឹងទៅអ្នកទាំងអស់គ្នាឆ្ងល់អត់ហេតុអីបានខែ chain នេះมันមាន target sold ហើយនិង profit អញ្ចឹងកលេចមកមើលដែលខ្ញុំបង្ហាញនៅដើមវីដេអូមិញហ្នឹងគឺតើតើនឹងខែមករាហ្នឹងយើងមានតែ year month date product quantity unit price ទេហើយនឹង total price ទៅប៉ុណ្្នឹងទេសម្រាប់ target នេះតើតើcolumn ខែ March ហើយយើងមានចឹងនេះ March បើយើងមានអញ្ចឹងសម្រាប់ខែណាដែលมันមានទិន្នន័យទេវានឹង load ចេញ null នេះមកអត់មានទេអញ្ចឹងសម្រាប់ខែណាដែលមានទិន្នន័យវានឹង show បែបនេះមកបន្ទាប់ពីយើង append ហើយយើងចាប់ផ្ដើម rename វានេះទាក់ទងនឹង append table នេះគឺជា table ថ្មីដែលយើង combine រវាង sheet ទាំង5នេះចូលទៅក្នុង one single table នេះហើយបន្ទាប់មកយើងដូរឈ្មោះទៅដូចអ្វីដែលយើងដាក់មកដូច stock inventory អញ្ចឹងទៅហ្នឹងឈ្មោះហ្នឹងអាស្រ័យទៅលើ table របស់យើងទេអញ្ចឹងសម្រាប់ table អ្នកទាំងអស់គ្នាយើងដាក់អញ្ចឹងមកហើយបន្ទាប់មកយើងដាក់ close and apply អញ្ចឹងខ្ញុំនឹងសង់ទិន្នន័យអ្នកទាំងអស់គ្នាបានមើលបន្តិចចឹងសម្រាប់ខែនេះខ្ញុំដាក់ទៅពីរទេខែនិង quantity ចំនួនអញ្ចឹងសម្រាប់ខែនេះវាតាមលំដាប់លំដោយទេតើយើង sort វាទៀតហើយក្នុងមេរៀននៃការ sort ម៉ាន់ហ្នឹងក៏ខ្ញុំមានបង្ហាញដែរអញ្ចឹងអ្នកទាំងអស់គ្នាកលេចមកកន្លែងនេះកន្លែង data file នេះអ្នកទាំងអស់គ្នាឃើញអត់ April Feb Jan March May នេះគឺ data ហ្នឹងគឺយើងអត់ចង់បង្ហាញនៅហ្នឹងទេកុំឲ្យតែមានភាពញ៉ៃញ៉ៃព្រោះដោយសារតែtable ទាំងអស់ហ្នឹងគឺយើង combine ចូលទៅក្នុង stock inventory ដែលយើងធ្វើ append នេះហើយអញ្ចឹងដើម្បី disable អស់ហ្នឹង table អស់ហ្នឹងតែយើងត្រូវធ្វើម៉េចតោះយើងចូលទៅក្នុង transform data
ហើយបន្តមកយើងចុចទៅលើ table មួយណាដែលយើងចង់ disable វាហ្នឹងហើយបន្តមកយើងចូលមកស្ដាំយើងចាក់ដាក់មក enable load ហើយយើង continue បន្តមកយើង enable load ទៀត continue enable load continue អ្នកទាំងអស់គ្នាឃើញអត់ដល់ពេលណាយើង enable data ហ្នឹងចាប់ផ្ដើមលក្ខណៈ italic អក្សរ trade អញ្ចឹងបើយើងអត់ទាន់ enable ទេវាចេញជាបញ្ឈរចេះអញ្ចឹងដល់ពេលយើង enable ទៅវានឹងចេញអក្សរ trade អូខេខ្ញុំ enable មួយទៀតអញ្ចឹង append នេះយើងអត់ table មួយនេះយើងអត់ enable load ទេបើយើង enable ទៅ data ហ្នឹងក៏វា high ដូចគ្នាដែរអញ្ចឹងខ្ញុំចង់ enable ទៅលើ table ទាំង5នេះទេដោយសារខ្ញុំមិនចង់ឃើញមានភាពរញ៉េរញ៉ៃនៅពេលដែលយើង close and apply មានន័យថាយើង import data ចូលទៅក្នុង report view ទៅលើ Power BI អញ្ចឹងខ្ញុំបន្ទាប់ពីខ្ញុំ enable load ទាំង workbook ទាំង5 April Feb March Jan May នេះមកបន្ទាប់មកខ្ញុំ close and apply អញ្ចឹងអ្នកទាំងអស់គ្នាកន្លែងមើលកន្លែង data file នេះឃើញអត់អញ្ចឹងមានន័យថាយើងបាន enable ទៅលើ data ទាំង5ហ្នឹងហើយអញ្ចឹងសួរថាពេលយើង enable អញ្ចឹងមានបញ្ហាអត់មានបញ្ហាអីទេប៉ុន្តែក្នុងករណីបើអ្នកទាំងអស់គ្នាលុបឬក៏កែប្រែទិន្នន័យទៅលើ Excel ទាំង5ហ្នឹងដែលយើងបាន loading ហ្នឹងផ្ទាំងកិច្ចការទាំង5ដែលយើងបានយកមក append ហ្នឹងគឺវានឹង load error ហើយក្នុងមួយវិញទៀតសំណួរនឹងសួរថាមិញមានន័យថាយើង append ហ្នឹងសម្រាប់តែ table មានដែរចំនួន5ទេទៅអត់ចុះបើយើងមានខែ6មួយទៀតយើងមានខែ7មួយទៀតតែ data ហ្នឹងវាអូតូស្វ័យប្រវត្តិអត់អូតូថាឥឡូវខ្ញុំកែមួយចុះឲ្យអ្នកទាំងអស់គ្នាបានមើលឧទាហរណ៍ថាក្នុង March នេះខ្ញុំដកអានេះចំនួនពី50មក30អញ្ចឹង20ហើយបន្តមកខ្ញុំ sell ពេលដែលខ្ញុំ sell ខ្ញុំចូលទៅ refresh data អ្នកទាំងអស់គ្នាចាំមើលខែមេនេះឃើញធ្លាក់អត់មិញ578តែពេលយើងដក20ទៅសល់558អូខេយើងនេះបានចុះបើយើងចង់បន្ថែមនៅ table មួយទៀតឥឡូវទៅខ្ញុំចូលបើក table មួយទៀតនេះអញ្ចឹងឧទាហរណ៍ថាបើយើងមានទិន្នន័យមួយខែទៀតឧទាហរណ៍មិញយើងមានតែ Jan Feb March April May ទេប៉ុន្តែលើស្រាប់យើងមានទិន្នន័យមួយខែមួយទៀតខែ June ចូលមកតើទិន្នន័យហ្នឹងវាអូតូដោយស្វ័យប្រវត្តិអត់សម្រាប់ក្នុងករណីនេះគឺវាអត់ add up អូតូដោយស្វ័យប្រវត្តិនោះទេអញ្ចឹងតើអ្នកទាំងអស់គ្នាធ្វើម៉េចបើសិនវាអត់អូតូអញ្ចឹងខ្ញុំ sell សិនអញ្ចឹងខ្ញុំចូល table view បន្តិចអញ្ចឹងសម្រាប់ data យើងមានតែខែនេះអ្នកទាំងអស់គ្នាឃើញហើយខែមករា Jan Feb March April and May អញ្ចឹងយើងអត់មាន June ទេប៉ុន្តែ table ហ្នឹងយើងបាន add up ខែ June ចូលហើយពេលយើង refresh ទៅឃើញចូលអត់មានទេ data ហ្នឹងគឺអត់ load ចូលទេមានតែ5ខែទេអញ្ចឹងដើម្បីធ្វើ add បន្ថែមនៅខែថ្មីចូលហ្នឹងយើងត្រូវធ្វើម៉េចអញ្ចឹងយើងចូលកន្លែង transform data នេះមកតោះមកអ្នកទាំងអស់គ្នាចុចកន្លែង recent stock នេះយើងចុចទៅលើ monthly stock inventory នេះមិញ data យើងមិញហ្នឹងអញ្ចឹងចុចលើទៅលើ data ណាដែលយើង import នៅ worksheet ទាំង5នេះមកអញ្ចឹងយើងចុចទៅលើ Excel workbook ហ្នឹងទៅបន្ទាប់យើងចុចទៅយើងនឹងឃើញ load នេះមកមួយទៀតឃើញអត់ June មិញយើងមានតែមេអញ្ចឹងយើងមាន June អញ្ចឹងយើងចុចលើ June មកយើងដាក់ OK មកយើងចុចលើ OK បន្ទាប់យើង tick លើ June 2025នេះមកយើងចុច OK នេះអញ្ចឹងខែ June នេះចាប់ផ្ដើមចូលមកទៅអត់នេះតាមលំដាប់ទេឲ្យគ្នាយើងស្រួលមើលយើងមាន Jan Feb March ចឹងទៅនេះ Jan Feb March April May June អញ្ចឹងយើងមានខែ5ហើយ
ខែមិញយើងមានតែត្រឹមខែ5នេះទេឥឡូវយើងមានខែជូននេះដោយសារយើង import ចូលមិញហើយអញ្ចឹងដើម្បីធ្វើម៉េចចូល add up ចូលទៅក្នុង table មួយនេះហើយ table នេះគឺក៏មានត្រឹមខែមេដែរអញ្ចឹងដើម្បី add up យូរនឹងចូលទៅក្នុង stock inventory នេះអ្នកទាំងអស់គ្នាចុចទៅលើ stock inventory នេះមកហើយបន្ទាប់មកអ្នកទាំងអស់គ្នាចុចកន្លែង append query នេះចុចទៅលើ append query យើងអត់ append query as new ទេកាលណាបើយើង as new នេះយើងវានឹងបង្កើតមួយទៀតរវាង table ទាំង5 stock inventory នេះបូក u នេះមួយទៀតអញ្ចឹងយើងចុច append query នេះមកបន្ទាប់មកយើងចុច 3 or more table នេះបន្ទាប់មកយើងចុច u នេះ add ចូលទៅនេះហើយបន្ទាប់មកយើងចុច OK stock inventory នេះគឺ current data យើងនេះអញ្ចឹងយើងចុច OK មកនេះអញ្ចឹងតន័យយើងបានចូលហើយឃើញមេជូនហើយបន្ទាប់មកយើង disable ចោលទៅ click right click មកយើង enable loading មកហើយបន្ទាប់មកយើងចុច close and apply ដល់ពេលដែលចុច close and apply អ្នកទាំងអស់គ្នាឃើញអត់នេះតារាងរបស់ជូនហ្នឹងចូលមកហើយចូលមកអញ្ចឹងបើសិនយើងមានខែថ្មីទៀតយើងធ្វើតាមវិធីហ្នឹងទៅរហូតដល់ចប់ទៅហើយសម្រាប់វីដេអូក្រោយទៀតខ្ញុំនឹងធ្វើពីរបៀបនៃការ combine multiple Excel workbook ម្ដងមានន័យថាទាំងកិច្ចការផ្សេងគ្នាដែលមាន column header ផ្សេងគ្នាដើម្បី combine ចូលគ្នាក្នុង one single table ហើយសម្រាប់មេរៀននេះដាក់ផងដែរមានតែប៉ុណ្្នឹងទេបើសិនអ្នកទាំងអស់គ្នាមិនច្បាស់ឬក៏មានចម្ងល់ត្រង់ណាអ្នកទាំងអស់គ្នាអាច drop ជា comment មកខ្ញុំនឹងបកស្រាយបន្ថែមហើយសម្រាប់អ្នកទាំងអស់គ្នាដែលគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចែករំលែកទៅកាន់មិត្តភ័ក្តិបងប្អូនឬក៏មិត្តរួមការងារដើម្បីទទួលបានចំណេះដឹងនេះផងដែរហើយជាចុងក្រោយសូម subscribe នៅ channel ដើម្បីទទួលបាននៅវីដេអូថ្មីមេរៀនថ្មីជាច្រើនទៀតសូមអរគុណសម្រាប់ការទស្សនាសូមអរគុណ